ថ្ងៃនេះខ្ញុំនឹងមកចែករំលែកខ្លះៗទាក់ទងនឹង Discounter តើ Discounter បែងចែកជាប៉ុន្មានតើប្រភេទ Discounter មានអ្វីខ្លះតើបិទមើល Discounter តើគួរជ្រើសរើសទំហំ Discounter ប៉ុន្មានបន្ទាប់ពីយើងដំឡើងលើករួច Discounter គឺជាឧបករណ៍ការពារបណ្ដាញអគ្គិសនីនៅពេលប្រើប្រាស់លើបន្ទប់ឬនៅពេលមានការឆ្លងភ្លើងកើតឡើង Discounter បែងចែកជា4ប្រភេទនេះមានពណ៌ស៊ីពណ៌3ពណ៌4ពណ៌ប្រភេទ Discounter ដែលភាគច្រើនគេប្រើគឺ MCB ដែលវាជាឧបករណ៍ការពារ Safe ពីការឆ្លងភ្លើងនិងលើបន្ទប់បានន័យថាវាការពារខ្សែហើយប្រើសម្រាប់បណ្ដាញតង់សងភាពនេះគឺជា Discounter CCB ជា Discounter ការពារឆក់ឬលេចជ្រាបច្រឡំហើយបន្តមកទៀតរបៀបមើល Discounter នេះគឺជាទំហំអំពែជាទំហំដែលវាអាចត្រឹមត្រូវដែលគេសរសេរ C25 ឬក៏25អំពែបើលើសវានឹងបិទតែបើលើកឡើងវាអាចនឹងទុកឆេះឬអាច Discounter ឆក់លោតកន្លែងនោះជាកម្រិតជ្រាបច្រឡំបើវាជ្រាបឬឆ្លងឬឆក់ក្នុងកម្រិត0.03អំពែនោះវានឹងលោតបិទហើយនេះដូចគ្នាគឺជាទំហំអំពែហើយខាងលើវាមាន free fall ហ្វាមួយនៅមួយតែបើវាមានតែមួយ fall នោះមានន័យថាវាប្រើតែខ្សែហ្វាទៅដល់ផ្ទះខ្ញុំនឹងគូស safe free ផ្ទះខ្ញុំហើយគណនារកទំហំ Discounter ថាតើនេះបាទខ្ញុំគណនារួចហើយដែលផ្ទះខ្ញុំមានអំពូលនិងព្រីហើយនេះចរន្តរបស់អំពូលគឺថាអំពូលរបស់ខ្ញុំប្រើតែ20វ៉ាត់ទេហើយនេះព្រីភ្លើងចឹងខ្ញុំគណនាទៅឃើញ20អំពែឥឡូវខ្ញុំនឹងទៅបើកមើលតើវាដូចឬអត់ឥឡូវខ្ញុំដល់ទៅបើកមើលហើយឃើញថា Discounter ខ្ញុំគឺមានទំហំ20អំពែ